Tesla Cyberbeast បងប្អូនឡានដែលស្រឡាញ់កាយដៃមែនតើប៉ះតាណាប្រឡាក់តំណឹងហ្មងបាទទោះដៃស្អាតប៉ុណ្ណាក៏ដោយបងប្អូនប៉ះតាណាគឺប្រឡាក់តំណឹងហ្មងបងប្អូនដែលគាត់ទិញទៅជិះអត់ផុតពីរឿងយកទៅបិទហ្វៀមទេបងប្អូនបើអត់បិទទេបងប្អូនមួយថ្ងៃរវល់ទៅជូតហ្នឹងព្រោះប៉ះតាណាគឺប្រឡាក់តំណឹងស្នាមតំណឹងហ្មងដូច iPhone ហ្នឹងបាទអញ្ចឹងតើតើជាមួយនឹង Cyberbeast មកនេះបងប្អូនធ្លាប់ដឹងហើយព្រោះឡាន Cyberbeast Cybertruck ហ្នឹងគឺចេញមករៀងយូរដែរហើយបងប្អូនអញ្ចឹងតើតើមួយ spec តើមកអីខ្ញុំអត់លម្អិតទេឥឡូវខ្ញុំមកមើលរូបរាងវិញបងប្អូនបាទការ design គេចេញមកអត់ការយកលុយ Cybertruck បាទផ្លែកឡានអនាគតបងប្អូនបាទអាចឲ្យមកលវឹងទៅក្រោយចឹងបងប្អូនដឹងហើយ spec របស់វាប្រភេទឡាននេះបាទលេងជាមួយនឹងកាភ្លើងខ្លីបានព្រមបានបាទចឹងកាភ្លើងខ្លីបាញ់វាអត់ចូលទេបងប្អូនអាចតទៅជាមួយនឹងបច្ចេកវិទ្យា Cyberbeast ក៏ដោយ Cybertruck ក៏ដោយវាមានជាមួយនឹង rear axle steering ចឹងលំងាកមុំក្រោយខ្លាំងណាស់បងប្អូនអរគ្នាចឹងរាល់ពេលដែលយើងបត់មុំឬក៏យើងត្រូវការអាយ៉ៃផ្សេងគឺវាងាយស្រួលនៅក្នុងការបត់មែនតើបាទព្រោះលំងាករបស់មុំវាខ្លាំងចឹងទៅពេលយើងបត់ទៅវាស៊ីមុំតន្តិចទេបងប្អូនហើយបើនិយាយពីកម្លាំងវិញអូយឃើញមានធំអញ្ចឹងបងប្អូនប៉ុន្តែជន់ធ្វើពុះណាបាទខ្លាំងណា Cybertruck ខ្លាំងហើយទៅមក Cyberbeast នេះទៀតបងប្អូនខ្ញុំអត់ដឹងថាគួរជំរាបបងប្អូនថាម៉េចទេប៉ុន្តែដើម្បីបងប្អូនដឹងបងប្អូនអញ្ជើញមកមើលជាក់ស្ដែងបាទបងប្អូនជឿមកជាក់ស្ដែងទទួលយកបទពិសោធន៍ជាមួយវាជាក់ស្ដែងបាទតែបើគឺនេះវាមានអីដែលសំខាន់អីដែលលយលើសពីអីដែលយើងអាចជំរាបជូនបងប្អូនតាមរយៈវីដេអូបានចឹងបងប្អូនដែលមានតម្រូវការ Cyberbeast មកគ្រឿងនេះបងប្អូនអាចជិះទៅមកបានតម្លៃល្អជូនបងប្អូនបាទអរគុណ